សួស្តីទាំងអស់គ្នាតោះថ្ងៃនេះយើងមកដោះVictor A18XX A9W ដែលជា brand របស់ក្រុមហ៊ុន MSI ដែលមានតម្លៃ2799ហើយដោយសារតែភ្ញៀវគាត់ចង់ថែម RAM អញ្ចឹង RAM របស់វាគឺមកស៊ីនមក 32G ភ្ញៀវគាត់ចង់ដាក់ទៅដល់ 64G អញ្ចឹងយើងធ្វើការដោះបន្ថែមឲ្យភ្ញៀវយើងទៅមើលគ្រឿងក្នុងវាទាំងអស់គ្នាថាមានអីខ្លះសម្រាប់ Victor A18XX នេះឃើញថាវាមិនខុសពីម៉ាស៊ីនធម្មតាទេមាន mainboard fan ថ្ម RAM អូខេអញ្ចឹងសម្រាប់ RAM មាន2 slot អញ្ចឹងសម្រាប់ RAM របស់វាជាប្រភេទ RAM Skynex មកពីរោងចក្រមក original Skynex អញ្ចឹងគាត់ភ្ញៀវគាត់ upgrade អញ្ចឹងយើងត្រូវរក RAM ផ្លាស់ប្ដូរឲ្យគាត់អញ្ចឹងយើងចាំមើលការផ្លាស់ប្ដូរ RAM ទាំងអស់គ្នាតើម៉ាស៊ីននេះវា support ជាមួយ RAM ប្រភេទអីខ្លះព្រោះបើតាមការតេស្តអាចមាន RAM ខ្លះវា support RAM ខ្លះអត់ទាន់ support អញ្ចឹងដោយសារតែម៉ាស៊ីនវាទើបតែចេញស៊េរីថ្មីជាក់ស្ដែងប្រកាសណាស់មានផាតមួយចំនួនច្បាស់ជាមិនទាន់ support ទេទាមទារតើតាមានកំណែ update ពីរោងចក្រដូចជា firmware ឬក៏ driver អីផ្សេងៗទៅវាដើរ smooth ឬក៏ support គ្រប់ប្រភេទ model brand RAM ផ្សេងៗអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំមកតេស្តសាកសិនថាវា support RAM អីខ្លះអញ្ចឹងជាក់ស្ដែងយើងបដូរ RAM ឲ្យភ្ញៀវនេះយើងដាក់ trend scan បន្ទាប់ពីដោះដូរដាក់ trend scan ហើយតេស្តក្នុងរយៈពេលមួយសន្ទុះនិយាយទៅយូរដែរឃើញថា trend scan អត់ support ទេបន្ទាប់ពីដូរ trend scan អត់ support ហើយខាងជាងយើងក៏បានដូរទៅ A data លទ្ធផលមកក៏អត់ support ដូចគ្នាអញ្ចឹងអ្វីដែល support មាន RAM Samsung អញ្ចឹងបញ្ជាក់សម្រាប់អ្នកនរគ្នាចង់ upgrade RAM អញ្ចឹងតើតែរក RAM Samsung ឬក៏ជា RAM Skynex ទើប support ជាមួយ model MSI Victor A18XX នេះអញ្ចឹងសម្រាប់ការដោះថែមថ្ងៃនេះឃើញថា fail ហើយដោយសារតែយើងអត់មាន RAM ប្រភេទហ្នឹងអញ្ចឹងរងចាំតើតែយើងរក RAM ប្រភេទហ្នឹងបានទើបខ្ញុំគាត់អាច upgrade បានអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា